បាទជំរាបសួរខ្ញុំឈ្មោះសុសរវីជាគ្រូបង្រៀននៅវិទ្យាល័យរិស័យកែវមុខវិជ្ជាភាសាអង់គ្លេសថ្នាក់ទី9ហើយខ្ញុំជាជនជាតិខ្មែរឥស្លាមខ្ញុំបានចេញបង្រៀននៅអនុវិទ្យាល័យតាំងពីឆ្នាំ2007ការបង្រៀនតាក់ទងទៅនឹងការអប់រំគឺយើងអត់មានបានបែងចែកសាសនាឬក៏ការរៀនសូត្របែបមូស្លីមដែលឡែកពុទ្ធដែលឡែកទេគឺយើងការអប់រំគឺសម្រាប់មនុស្សគ្រប់គ្នាតែមួយអញ្ចឹងការបង្រៀនកូនសិស្សមិនថាជាខ្មែរឥស្លាមឬក៏ជនជាតិខ្មែរយើងឯងគឺយើងបង្រៀនបែបលក្ខណៈមួយជាធម្មតាដូចគ្នាគ្មានការរើសអើងក្នុងថ្នាក់ទី9 Day On នេះមានកូនសិស្សសរុប54នាក់ក្នុងនោះមានកូនសិស្សខ្មែរឥស្លាម9នាក់ជំរាបសួរខ្ញុំឈ្មោះនីរ៉ាសាលីខ្ញុំរៀននៅថ្នាក់ទី9 Day On នៅវិទ្យាល័យរិស័យកែវភាគច្រើនគឺខ្មែរភាគតិចគឺចាមពួកយើងស្រឡាញ់គ្នារាប់អានគ្នាជាមិត្តភ័ក្តិមិនរើសអើងគ្នាអនាគតខ្ញុំចង់ធ្វើជាទាហានមួយដ៏អស្ចារ្យការពារប្រទេសកម្ពុជាពេលខ្ញុំឆ្លោះគ្នាខ្ញុំតែងតែសំទោសអត់អោនឲ្យគ្នាទៅវិញទៅមកខ្ញុំគោរពគាត់ក៏គោរពខ្ញុំឈ្មោះម៉ាត់រីយ៉ាស្មីនរៀនថ្នាក់ទី7 Day On អាយុ15ឆ្នាំខ្ញុំជាជនជាតិខ្មែរឥស្លាមមិត្តភ័ក្តិខ្ញុំខ្មែរខ្លះឥស្លាមខ្លះខ្មែរលេងសើចជាមួយគ្នាឃើញជាគ្រូបរៀនខ្មែរ